Hello សួស្តីអ្នកគ្នាថ្ងៃនេះមកកាន់ vlog ថ្មីមួយទៀតហើយថ្ងៃនេះខ្ញុំទៅសៀមរាបហើយវីដេអូនេះគឺយកឲ្យអ្នកគ្នាខ្ញុំតាមបានចូលមក edit ឲ្យផុសឲ្យអ្នកគ្នាវិញថាវីដេអូវែងពេកហើយកាលមុនខ្ញុំចូល edit ខ្លាំងឥឡូវខ្ញុំត្រូវតែ edit មកផុសព្រោះថាមកតែខ្ញុំត្រូវផុសវីដេអូម្ដងអ្នកគ្នាឥឡូវនេះយើងកំពុងតែធ្វើដំណើរនៅខេត្តសៀមរាបឥឡូវខ្ញុំដល់ខេត្តកំពង់ធំហើយអ្នកគ្នាហើយខ្ញុំជិះកាត់វាលស្រែនិងស្អាតហ្មងណាអ្នកគ្នាហើយខ្ញុំតាមផ្លូវឃើញទាំងម៉ោងទៅរស់មកអ្នកគ្នាทำហូបនឹងច្រើនហើយសាច់ឆ្ងាញ់ទៀតអ្នកគ្នាហើយពេលដែលយើងញ៉ាំហើយយើងមកដើរលេងហើយថតរូបអ្នកគ្នាខ្ញុំគាត់ជីកទុកនឹងបងខ្ញុំមកហើយទុកពេញបាត់ចុះខ្ញុំបានជិះទៅមកមើលប្រាសាទនេះគឺជាប្រាសាទបានកងអ្នកគ្នាខ្ញុំថាប្រាសាទនេះស្តៀងប្រាសាទអង្គរវត្តដែរអ្នកគ្នាមានថែមផងមានមួយកំពូលមួយអ្នកគ្នាហើយអង្គរវត្តមានកំពូល5ហើយថ្ងៃនេះគឺស្អាតដូចអង្គរវត្តអ្នកគ្នាតែខ្ញុំនៅតែគិតថាអង្គរវត្តគឺអស្ចារ្យជាងគេអ្នកគ្នាគឺស្អែកខ្ញុំទៅអង្គរវត្តអ្នកគ្នាចឹងវីដេអូក្រោយទៅខ្ញុំចេញដំណើរទៅអង្គរវត្តអ្នកគ្នាហើយគឺខុសមួយថ្ងៃសិនហើយមកប្រាសាទនេះគឺរំភើបខ្លាំងអ្នកគ្នាអារម្មណ៍នឹងល្អហ្មងយើងឡើងមកដល់កំពូលហើយយើងបានមើលឃើញទេសភាពយើងទៅពេលយើងចេញមកវិញឃើញមើលរូបរាងប្រាសាទបាគងស្អាតខ្លាំងអ្នកគ្នាឥឡូវនេះគឺយើងឡើងឡានក្រុងជិះទៅសន្តាគារសម្រាប់ហេតុទឹកសិនអ្នកគ្នាគេឲ្យសម្រាប់នឹងសន្តាគារចឹងយើងសម្រាប់ទៅហេតុទឹកឥឡូវយើងដល់ហើយយើងមកដល់ចឹងយើងទស្សនាសន្តាគារគេសិនដេកនៅសន្តាគារដែលអង្គរអ្នកគ្នាតែឥឡូវយើងមកមើលគេលក់អីខ្លះអ្នកគ្នាមកមើលតែអត់ទិញទេអ្នកគ្នាឥឡូវយើងឡើងទៅទុកយើងដោះអាវហើយយើងទៅហេតុទឹកតំរងចាំយូរអ្នកគ្នានៅអាងហេតុទឹកនឹងនេះដល់ហើយព្រោះថាចង់ហេតុទឹកសួរថាចេះហេតុទឹកអត់ទេយ៉ាបងខ្ញុំគាត់ចេះមិនដែរអ្នកគ្នាមើលគាត់ដែកនឹងលយអ្នកគ្នាពេលខ្ញុំវិញគឺប៉ាបរៀនហែទឹកហែនឹងដូចអីទេដល់លើអត់ចេះហែទៀតអ្នកគ្នាខំហ៊ានចឹងទៅហែបានផ្លែតហ្នឹងឥឡូវអ្នកគ្នាខ្ញុំជិះស្នាដៃជំមុជទឹកឲ្យខ្ញុំបកកែជំមុជទឹកតែបើហែទឹកអត់ហ្មងឥឡូវនេះយើងដូរអាវឲ្យយើងមកញ៉ាំ dinner នៅភោជនីយដ្ឋានគេអ្នកគ្នាពេលញ៉ាំហើយយើងមក Pop Street យកកន្លែងដែលពេញនិយមជាងគេនៅសៀមរាបហើយខ្ញុំមកញ៉ាំការ៉េងឆាអ្នកគ្នាគ្រាន់តែឃើញក្នុង YouTube ឥឡូវខ្ញុំបានមកញ៉ាំផ្ទាល់ហើយអ្នកគ្នារំភើបខ្លាំងយ៉ាឥឡូវយើងមកឈៀមួយគេអ្នកគ្នាឥឡូវហ្នឹងផ្លេងគេនឹងញាក់ហ្មងយ៉ាតែបើឲ្យខ្ញុំទៅញាក់តាមគេអត់ទេអ្នកគ្នាយើងដើរធម្មតាអ្នកគ្នាយើងអត់អាចដើរសុកទៅញាក់តាមគេកើតទេខ្ញុំដើរvớiប៉ាខ្ញុំអ្នកគ្នាហើយឥឡូវនេះគឺយើងដើរមកដល់ក្រៅវិញហើយយ៉ាអ្នកគ្នាឥឡូវខ្ញុំមកដល់សន្តាគារវិញហើយខ្ញុំបានលោកអារៀបចំគេថ្ងៃណាគ្នាចឹងចាំជួបគ្នាមកខ្ញុំនៅវីដេអូក្រោយរបស់គ្នាថ្ងៃទី2របស់ខ្ញុំបាយបាយ